ហេតុផល5យ៉ាងដែលគួរទិញ iPhone 14 Pro Max សម្រាប់ការប្រើប្រាស់ទូទៅក្នុងឆ្នាំ2026 ទោះបីជា iPhone 17 Pro Max ចេញលក់ហើយក៏ដោយក៏ iPhone 14 Pro Max នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងឆ្នាំ2026នេះគឺជាមូលហេតុសំខាន់ទាំង5ទី1តម្លៃនៅក្នុងឆ្នាំ2026តម្លៃទីផ្សារមួយទឹកបានធ្លាក់ចុះមកនៅចន្លោះត្រឹមតែ$400ជាងទៅកាន់$600ជាងប៉ុណ្ណោះវាគឺជាពេលវេលាល្អបំផុតសម្រាប់អ្នកដែលចង់ប្រើប្រាស់ iPhone លំដាប់ Pro ក្នុងតម្លៃសមរម្យបើសិនជាបងប្អូនកំពុងស្វែងរកឆ្នាំងសារ iPhone ជើងទម្រ Maxxus ដែលមានគុណភាពខ្ពស់ដើម្បីយកប្រើប្រាស់ជាមួយនឹង iPhone បងប្អូនអាចរកទិញបានតាមរយៈ Telegram លេខ086 312 077 ឬក៏តាមរយៈ Facebook Page ដូចជា Creator Hub និង Techbox ទី2អេក្រង់ធំច្បាស់និងរលូន iPhone 14 Pro Max មានអេក្រង់ទំហំ 6.7 អ៊ីងជាមួយនឹងបច្ចេកវិទ្យាអេក្រង់ ProMotion 120Hz ដែលបានធ្វើឲ្យការលេងហ្គេមអូស Facebook TikTok និងការមើលវីដេអូបានយ៉ាងរលូននិងត្រជាក់ភ្នែកតែម្ដងទី3កម្លាំងម៉ាស៊ីនវាបានបំពាក់នៅបន្ទះ chip Apple A16 Bionic ដែលនៅតែលឿនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃមិនថាការងារទូទៅឬការលេងហ្គេមវានៅតែដំណើរការបានយ៉ាងរលូនទី4ថាមពលថ្មមិនថាការខកចេញចូលឬចុចលេងបណ្ដាញសង្គមនោះទេវានៅតែល្អសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃលើពីនេះបងប្អូនគួរតែជ្រើសរើស iPhone ដែលមានសុខភាពថ្ម Battery Health ចាប់ពី80ឡើងដើម្បីឲ្យការប្រើប្រាស់កាន់តែប្រសើរនិងប្រើប្រាស់បានយូរពេញមួយថ្ងៃចំណុចទី5ប្រព័ន្ធកាមេរ៉ាទោះបីជាចូលដល់ឆ្នាំ2026ក៏ដោយក៏ប្រព័ន្ធកាមេរ៉ាទាំង3របស់ iPhone 14 Pro Max នៅតែផ្ដល់រូបភាពច្បាស់ល្អពណ៌ធម្មជាតិនិងការថតវីដេអូកម្រិតខ្ពស់ដែលល្អសម្រាប់អ្នកដែលចូលចិត្តថតទុកជាអនុស្សាវរីយ៍